នៅខែវិច្ឆិកាឆ្នាំ1956 មេដឹកនាំសហភាពសូវៀត Nikita Khrushchev បានគម្រាមបាញ់ប្លង់មីស៊ីលសម្ដៅទៅកាន់ទីក្រុងឡុងនិងប៉ារីសក្រោយមហាអំណាចអាណានិគមទាំងពីរបានធ្វើការវាយប្រហារទៅក្នុងទឹកដីអេស៊ីបដើម្បីដណ្ដើមការកាន់កាប់ព្រៃជីកស៊ុយអេសម្រាប់មនុស្សទូទៅវាគ្រាន់តែជាព្រៃជីកធម្មតាមួយតែប៉ុណ្ណោះប៉ុន្តែសម្រាប់ប្រទេសមហាអំណាចវាប្រៀបដូចជាសរសៃឈាមនៃការពង្រឹងអំណាចរបស់ពួកគេជារៀងរាល់ឆ្នាំនាវារាប់ពាន់គ្រឿងបានដឹកជញ្ជូនប្រេងស្បៀងអាហារកងទ័ពនិងទ្រព្យសម្បត្តិឆ្លងកាត់ផ្លូវទឹកដ៏សំខាន់ដែលធ្វើឡើងដោយមនុស្សមួយខ្សែនេះនរណាក៏ដោយដែលបានគ្រប់គ្រងវាគឺជាអ្នកក្តោបក្តាប់បំពង់កនៃពាណិជ្ជកម្មពិភពលោកអស់រយៈពេលស្ទើរតែមួយសតវត្សចក្រភពអង់គ្លេសនិងបារាំងបានកាន់កាប់ច្រកទ្វារដ៏សំខាន់មួយនេះប៉ុន្តែក្រោយមកមនុស្សម្នាក់បានចេញមកប្រឆាំងនឹងការត្រួតត្រារបស់គេ Gamal Abdel Nasser បានប្រកាសថាអេស៊ីបនឹងដណ្ដើមការគ្រប់គ្រងព្រៃជីកស៊ុយអេពីមហាអំណាចចក្រពត្តិទាំងពីរការសម្រេចចិត្តនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលពាសពេញពិភពលោកកិច្ចប្រជុំសម្ងាត់មួយត្រូវបានធ្វើឡើងសម្ព័ន្ធមិត្តមួយក្រុមត្រូវបានបង្កើតឡើងនៅក្រៅវាំងននហើយកងទ័ពបានរៀបចំក្នុងការវាយប្រហារអ្វីដែលនឹងកើតឡើងបន្ទាប់គឺវាមិនត្រឹមតែជាវិបត្តិពិភពលោកជុំវិញព្រៃជីកតែមួយតែប៉ុណ្ណោះទេប៉ុន្តែវាជាពេលវេលាមួយដែលគេបានដឹងថាយុគសម័យនៃចក្រពត្តិអាណានិគមអឺរ៉ុបត្រូវបានបញ្ចប់រឿងដែលត្រូវបានគេចងចាំហេតុការណ៍កាលពីឆ្នាំ1956បានផ្ដល់នូវលទ្ធផលយ៉ាងសំខាន់ដល់អង់គ្លេសបារាំងចក្រភពអារ៉ាប់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកនេះគឺជារឿងរ៉ាវនៃវិបត្តិព្រៃជីកស៊ុយអេដែលនឹងកែប្រែដំណើររបស់ពិភពលោកនៅទសវត្សរ៍ក្រោយៗមកទៀតនៅក្នុងឆ្នាំ1869ដំណើរនាវាចរសកលត្រូវបានផ្លាស់ប្ដូរបន្ទាប់ពីការបើកដំណើរការនៃព្រៃជីកស៊ុយអេផ្លូវទឹកចម្ងាយជិត200គីឡូម៉ែត្រដែលធ្វើឡើងដោយមនុស្សមួយខ្សែនេះបានកាត់បន្ថយចម្ងាយនៃការធ្វើដំណើរប្រមាណជិត9000គីឡូម៉ែត្រហើយនាវាដឹកជញ្ជូនរវាងអាស៊ីនិងអឺរ៉ុបពុំចាំបាច់ធ្វើដំណើរវាងជុំវិញទ្វីបអាហ្វ្រិកទាំងមូលទៀតនោះទេការសាងសង់ដែលដឹកនាំដោយអ្នកការទូតជនជាតិបារាំងលោក Ferdinand de Lesseps បានចំណាយរយៈពេល10ឆ្នាំនិងជីវិតរបស់កម្មករជនជាតិអេស៊ីបរាប់ពាន់នាក់ក្រុមហ៊ុនព្រៃជីកស៊ុយអេដែលគ្រប់គ្រងនឹងដំណើរការព្រៃជីកមួយនេះគឺជាក្រុមហ៊ុនឯកជនដែលរួមគ្នាគ្រប់គ្រងដោយវិនិយោគិនជនជាតិបារាំងអូទ្រីសនិងរុស្ស៊ីក្តោបក្តាប់ភាគហ៊ុនចំនួន 56% ហើយមួយភាគផ្សេងទៀតគឺស្ថិតក្រោមការគ្រប់គ្រងដោយមេដឹកនាំនៃប្រទេសអេស៊ីបឬ Cardiff Ismail Pashaរហូតដល់ឆ្នាំ1875ដើម្បីសងនៅបំណុលជាតិដែលបានកើនឡើងផាសាបានលក់ភាគហ៊ុន 44% របស់ខ្លួនទៅឲ្យរដ្ឋាភិបាលចក្រភពអង់គ្លេសក្នុងនាមជាមហាអំណាចពិភពលោកនិងជាមហាអំណាចកងទ័ពជើងទឹកផងនោះនាពេលដំបូងចក្រភពអង់គ្លេសបានប្រឆាំងចំពោះការសាងសង់ព្រៃជីកស៊ុយអេដោយសារតែមានការព្រួយបារម្ភថាព្រៃជីកមួយនេះនឹងអនុញ្ញាតឲ្យប្រទេសអឺរ៉ុបផ្សេងៗទៀតអាចមកឈ្លានពាននៅក្នុងទឹកដីអាណានិគមរបស់ខ្លួនប៉ុន្តែក្រោយមក80% នៃនាវាដែលបានឆ្លងកាត់ផ្លូវទឹកមួយនេះគឺជារបស់អង់គ្លេសខ្លួនឯងហើយវាក៏បានក្លាយទៅជាផ្លូវកាត់ដ៏សំខាន់ទៅកាន់ដែនដីអាណានិគមរបស់គេនៅភាគខាងកើតនៅឥណ្ឌាដូចនេះការគ្រប់គ្រងព្រៃជីកមួយនេះហើយនឹងសន្តិសុខរបស់ប្រទេសអេស៊ីបគឺជាការព្រួយបារម្ភផ្នែកយុទ្ធសាស្ត្រដ៏សំខាន់របស់គេមកដល់ឆ្នាំ1882កំហឹងរបស់ប្រជាជនអេស៊ីបចំពោះការជ្រៀតជ្រែកផ្ទៃក្នុងនយោបាយពីសំណាក់ក្រុមប្រទេសអឺរ៉ុបបានផ្ទុះឡើងទៅជាការបះបោរជាតិនិយមដឹកនាំដោយវីរៈសេនីយ៍ឯកអាមេតអ៊ូរ៉ាប៊ីចក្រភពអង់គ្លេសក៏បានបញ្ជូនកងទ័ពចូលមកអន្តរាគមន៍កងទ័ពអេស៊ីបត្រូវបានបង្ក្រាបចេញទាំងស្រុងដោយងាយស្រួលនិងឆាប់រហ័សហើយអេស៊ីបត្រូវស្ថិតក្រោមអាណាព្យាបាលរបស់អង់គ្លេសអស់រយៈពេល60ឆ្នាំបន្ទាប់ការគ្រប់គ្រងព្រៃជីកស៊ុយអេរបស់ចក្រភពអង់គ្លេសបានក្លាយទៅជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងសង្គ្រាមលោកលើកទី1និងលើកទី2ប៉ុន្តែបន្ទាប់ពីឆ្នាំ1945ប្រទេសអង់គ្លេសបានជួបប្រទះនឹងការដួលរលំផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរនិងទទួលរងការបះបោរប្រឆាំងនឹងអាណានិគមរបស់ខ្លួននៅក្នុងតំបន់មួយចំនួនឥណ្ឌា ប៉ាគីស្ថាន
និងភូមាបានប្រកាសឯករាជ្យរបស់ខ្លួនមកវិញហើយការបាក់បោប្រឆាំងនឹងអាណានិគមអង់គ្លេសក៏មានកើតឡើងផងដែរនៅម៉ាឡាយ៉ា កេនយ៉ា និង Cyprus ចំណែកឯអេស៊ីបបានទទួលឯករាជ្យរបស់ខ្លួនតាំងពីឆ្នាំ1922មកម្ល៉េះប៉ុន្តែវត្តមានរបស់កងទ័ពអង់គ្លេសនៅតែបន្តមាននៅទីនោះព្រមទាំងបានគ្រប់គ្រងការងារជាតិមួយភាគធំផងដែររហូតមកដល់ឆ្នាំ1947ទើបពួកគេធ្វើការដកថយមកនៅត្រឹមតំបន់ព្រែកជីកក្រោមការចរចាជាមួយនឹងស្ដេចប្រទេសអេស៊ីបព្រះនាម Farouk និងបន្តតាំងមូលដ្ឋាននៅទីនោះរហូតដល់ឆ្នាំ1956តែក្រោយមកទ្រង់ Farouk ក៏ត្រូវបានទទួលរងការប្រឆាំងពីសំណាក់ប្រជាជនអេស៊ីបប្រជារាស្ត្របានស្ដីបន្ទោសព្រះអង្គចំពោះភាពបរាជ័យក្នុងការទប់ស្កាត់មិនឲ្យមានការបង្កើតរដ្ឋអ៊ីស្រាអែលរបស់ជនជាតិយូវីនិងបន្ថែមពីលើនោះភាពបរាជ័យនៅក្នុងសង្គ្រាមអេស៊ីបអ៊ីស្រាអែលដែលកើតឡើងនៅក្នុងឆ្នាំ1948-49ហើយសំខាន់បំផុតគឺស្ដីបន្ទោសដោយសារព្រះអង្គអនុញ្ញាតឲ្យវត្តមានរបស់កងទ័ពអង់គ្លេសបន្តមាននៅលើទឹកដីអេស៊ីបមិនយូរប៉ុន្មានការប៉ះទង្គិចគ្នារវាងប្រជាជននៅក្នុងតំបន់និងកងទ័ពអង់គ្លេសដែលឈរជើងនៅតំបន់ព្រែកជីកបានកើតឡើងបុគ្គលិកយោធាអង់គ្លេសក្រុមគ្រួសាររបស់ពួកគេនិងជនស៊ីវិលមកពីអឺរ៉ុបបានទទួលរងនឹងការវាយប្រហារយ៉ាងខ្លាំងក្លាពីប្រជាជននៅក្នុងតំបន់តាមរយៈការធ្វើកុបកម្មការដុតនិងការប្រយុទ្ធគ្នាដោយប្រដាប់អាវុធនៅក្នុងព្រឹត្តិការណ៍ដែលគេស្គាល់ថាគ្រាអាសន្ននៅស៊ុយអេជាការឆ្លើយតបអង់គ្លេសបានប្រកាសប្រើប្រាស់ច្បាប់អាញាសឹកដោយធ្វើការវាយប្រហារតបតធ្វើការបិទគប់ដោយយោធាទៅលើផ្លូវដែកស្ពានផ្លូវថ្នល់ដែលធ្វើដំណើរចូលទៅក្នុងទីតាំងដែលហាមឃាត់ប៉ុស្តិ៍ត្រួតពិនិត្យយោធាជាច្រើនត្រូវបានបង្កើតឡើងដើម្បីធ្វើការយាមកាមត្រួតពិនិត្យប្រជាជនអេស៊ីបដែលចេញចូលព្រមទាំងធ្វើការដាក់បម្រាមគោចរពេលយប់យ៉ាងតឹងរ៉ឹងភាពវឹកវរបានធ្វើឲ្យក្រុមចលនានាយទាហានសេរីអស់ការអត់ធ្មត់និងបញ្ចេញនូវសកម្មភាពរបស់ខ្លួនចលនានាយទាហានសេរីគឺជាចលនាដែលដឹកនាំដោយឧត្តមសេនីយ៍តូប Mohammad Naguib និងវីរៈសេនីយ៍ឯក Gamal Abdel Nasser វាបានកើតឡើងដោយសារកំហឹងរបស់ក្រុមយោធាចំពោះភាពកំសោយរបស់រដ្ឋាភិបាលតាំងពីឆ្នាំ1940និងបានផ្ទុះឡើងកាន់តែខ្លាំងក្រោយពីបរាជ័យនៃសង្គ្រាមអេស៊ីបអ៊ីស្រាអែលនៅក្នុងឆ្នាំ1948កំឡុងពេលនៃភាពវឹកវរនៅថ្ងៃទី23ខែកក្កដាឆ្នាំ1952រថក្រោះនិងទាហានប្រមាណ 3000 នាក់នៃក្រុមមួយនេះបានធ្វើការឡោមព័ទ្ធនិងរឹបអូសយកទីបញ្ជាការកងទ័ពមជ្ឈមណ្ឌលទំនាក់ទំនងនិងក្រសួងទាំងអស់នៅក្នុងទីក្រុងខេរ៉ូនៅម៉ោង 7:30 នាទីព្រឹកវិទ្យុជាតិបានប្រកាសអំពីការគ្រប់គ្រងទាំងស្រុងទៅលើផ្ទៃប្រទេសដោយក្រុមយោធាស្ដេច Farouk ត្រូវបានបង្ខំឲ្យដាក់រាជនិងភៀសខ្លួនទៅរស់នៅដោយភាពប្រណិតនៅក្នុងប្រទេសអ៊ីតាលីនៅឆ្នាំបន្ទាប់អេស៊ីបត្រូវបានប្រកាសឲ្យក្លាយទៅជារដ្ឋសាធារណរដ្ឋជាផ្លូវការលោកវីរៈសេនីយ៍ឯក Gamal Abdel Nasser បានលេចឡើងជាមេដឹកនាំកម្ពុជានិងជាប្រធានាធិបតីទី1នៃសាធារណរដ្ឋអេស៊ីបលោកគឺជាមេដឹកនាំជាតិនិយមអារ៉ាប់ដែលបានបដិញ្ញាថានឹងបញ្ឈប់ការជ្រៀតជ្រែកទាំងឡាយមកលើផ្ទៃក្នុងអេស៊ីបដោយជនបរទេសនៅទសវត្សរ៍ឆ្នាំ50គឺជាពេលវេលានៃការប្រកួតប្រជែងផ្នែកមនោគមវិជ្ជានយោបាយរវាងសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចទល់នឹងសហភាពសូវៀតដែលគេស្គាល់ថាសង្គ្រាមត្រជាក់ខ្សែបន្ទាត់ដ៏វែងដែលគេស្គាល់ថាវាំងននដែកបានគូសនឹងបែងចែកតំបន់អឺរ៉ុបជាពីរប្លុកកុម្មុយនីសនៅខាងកើតនិងប្រជាធិបតេយ្យមូលធននិយមនៅខាងលិចនៅក្នុងឆាកអន្តរជាតិទាំងសងខាងព្យាយាមចងសម្ព័ន្ធមិត្តនិងទប់ស្កាត់ការរីកសាយភាយនៅឥទ្ធិពលរបស់ប្លុកមកខាងទៀតអេស៊ីបដែលជារដ្ឋអារ៉ាប់ដ៏ធំនិងមានឥទ្ធិពលបំផុតមួយបានក្លាយទៅជាចំណុចសំខាន់របស់គូប្រជែងទាំងពីរលោកប្រធានាធិបតីអាមេរិក Dwight D. Eisenhower ព្យាយាមទាក់ទាញ Nasser ឲ្យចូលរួមជាមួយនឹងខ្លួនប៉ុន្តែលោកបរាជ័យក្នុងការបំពេញសំណើផ្នែកយោធាទ្រង់ទ្រាយធំឲ្យអេស៊ីបដែលគេទំនងនឹងប្រើប្រាស់វាសម្រាប់តទល់នឹងប្រទេសអ៊ីស្រាអែលដែលជាប្រទេសដែលមានការគាំទ្រជាច្រើននៅសហរដ្ឋអាមេរិកជាការផ្លាស់ប្ដូរអង់គ្លេសនិងអាមេរិក
បានបង្វែរជំនួយមកជាការផ្ដល់ឲ្យអេស៊ីបនៅមូលនិធិដើម្បីផ្គត់ផ្គង់កម្មវិធីកសាងទំនប់ទឹកអាស្វ៉ាន់ដាំដែលជាគម្រោងមួយរបស់ប្រធានាធិបតី Nasser ក្នុងការធ្វើទំនើបកម្មជាតិហើយអង់គ្លេសក៏បានយល់ស្របក្នុងការដកមូលដ្ឋានទ័ពរបស់ខ្លួនចេញពីតំបន់ព្រែកជីកស៊ុយអេត្រឹមខែមិថុនាឆ្នាំ1956ប៉ុន្តែជាការចៃដន្យភាពតានតឹងបានកើតឡើងនៅព្រំដែនអេស៊ីបអ៊ីស្រាអែលក្រោយពីអ៊ីស្រាអែលបានបើកការវាយប្រហារតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយអេស៊ីបនិងបានសម្លាប់យោធាអេស៊ីបអស់38នាក់ដូចនេះប្រធានាធិបតី Nasser ក៏បានសម្រេចចិត្តក្នុងការពង្រឹងនិងធ្វើទំនើបកម្មយោធាអេស៊ីបប៉ុន្តែដោយសារជំនួយពីសហរដ្ឋអាមេរិកមានការរាំងស្ទះ Nasser បានងាកទៅរកប្លុកសូវៀតហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសភាវុធដ៏ធំមួយដើម្បីធ្វើការទិញរថក្រោះនិងយន្តហោះទំនើបពីរដ្ឋកុម្មុយនីសឆេកូស្លូវ៉ាគី Nasser ក៏បានបង្កើតទំនាក់ទំនងការទូតជាមួយនឹងចិនកុម្មុយនីសផងដែរសម្រាប់ Eisenhower ការដេញតាមចាប់យកសម្ព័ន្ធភាពជាមួយនឹង Nasser គឺជារឿងដែលគួរឲ្យឈឺក្បាលហើយដោយខឹងសម្បាចំពោះកិច្ចព្រមព្រៀងអាវុធរបស់ Nasser ជាមួយនឹងសូវៀតនិងការពង្រីកទំនាក់ទំនងជាមួយនឹងចិនកុម្មុយនីសផងនោះសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានសម្រេចចិត្តដកចេញនូវមូលនិធិសម្រាប់ការផ្គត់ផ្គង់ទំនប់ទឹកអាស្វ៉ាន់ដាំវាគឺជាការសម្រេចចិត្តមួយដែលនឹងបង្កផលប៉ះពាល់ជាសកលដែលទាំងចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកមិនបានរំពឹងទុកមុនឡើយនៅថ្ងៃទី26កក្កដាឆ្នាំ1956ត្រឹមមួយសប្តាហ៍គត់បន្ទាប់ពីការលុបចោលនៅមូលនិធិទំនប់ទឹកអាស្វ៉ាន់ដាំ Nasser បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលដោយបានធ្វើការប្រកាសជាផ្លូវការជាមួយនឹងការអនុវត្តភ្លាមប្រទេសអេស៊ីបនឹងធ្វើជាតូបនីយកម្មក្រុមហ៊ុនព្រែកជីកស៊ុយអេលោកបានប្រកាសពួកយើងជីកព្រែកជីកនេះជាមួយនឹងជីវិតលលាក្បាលនឹងឆ្អឹងព្រមទាំងឈាមស្រស់របស់ពួកយើងលុយទាំងអស់ត្រូវតែជារបស់យើងហើយព្រែកជីកស៊ុយអេត្រូវតែជាកម្មសិទ្ធិរបស់អេស៊ីបហើយពួកយើងនឹងកសាងទំនប់ទឹកអាស្វ៉ាន់ដាំដោយខ្លួនឯងនាយករដ្ឋមន្ត្រីអង់គ្លេស Sir Anthony Eden បានឆ្លើយតបដោយកំហឹងចំពោះអ្វីដែលលោកមើលឃើញថាជាការវាយប្រហារដ៏ធំទៅលើផលប្រយោជន៍ជាតិរបស់អង់គ្លេសនាវាប្រមាណ 15,000 គ្រឿងបានធ្វើការឆ្លងកាត់ព្រែកជីកស៊ុយអេជារៀងរាល់ឆ្នាំហើយវាគឺជាផ្លូវទឹកដ៏សំខាន់ដែលបានដឹកជញ្ជូននូវធនធានជាច្រើនពីមជ្ឈមបូព៌ាដែលចក្រភពអង់គ្លេសមិនអាចខ្វះបានក្នុងនាមជារដ្ឋមន្ត្រីការបរទេសអង់គ្លេសតាំងពីទសវត្សរ៍ឆ្នាំ1930និងសង្គ្រាមលោកលើកទី2 Eden បានទទួលគេឈ្មោះថាជាមនុស្សដែលមិនចេះលួងលោមទៅតាមការចង់បានរបស់មេដឹកនាំផ្ដាច់ការឡើយហើយនៅពេលនេះដោយសារបញ្ហាសុខភាពមិនអំណោយផលដែលប៉ះពាល់ដល់ការសម្រេចចិត្តមិនដិតដល់ផងនោះលោកបានមើលឃើញថា Abdel Nasser គឺជាមេដឹកនាំផ្ដាច់ការមួយរូបទៀតដូចអ៊ីតាលីនិង Mussolini ដែលគាត់ត្រូវប្រឈមមុខជាមួយនាយករដ្ឋមន្ត្រីបារាំង Guy Mollet បានយល់ស្របជាមួយនឹងការវិតម្លៃរបស់ Eden ហើយលោកក៏មានហេតុផលបន្ថែមក្នុងការកម្ចាត់ Nasser បារាំងកំពុងប្រយុទ្ធនឹងសង្គ្រាមដ៏ជូរចត់នៅក្នុងដែនដីអាណានិគមអាហ្វ្រិករបស់ខ្លួននៅប្រទេសអាល់សេរីទល់ជាមួយនឹងក្រុមឧទានជាតិនិយមមួយដែលបានទទួលការបណ្ដុះបណ្ដាលនិងផ្គត់ផ្គង់ដោយ Abdel Nasser ដូចនេះទាំងបារាំងនិងអង់គ្លេសបានរៀបចំគម្រោងក្នុងការប្រើប្រាស់ប្រតិបត្តិការយោធាដោយសម្ងាត់រួមគ្នាក្នុងការដណ្ដើមការកាន់កាប់ព្រែកជីកស៊ុយអេផ្ដួលរលំរបបដឹកនាំរបស់ Abdel Nasser និងលើកស្ទួយកិត្តិនាមសារជាថ្មីថាពួកគេនៅតែជាមហាអំណាចពិភពលោកនៅក្នុងរដូវក្តៅឆ្នាំនោះក្រុមសម្ពាធពីសហរដ្ឋអាមេរិក Eden បានយល់ស្របក្នុងការធ្វើជាម្ចាស់ផ្ទះនៅសន្និសីទអន្តរជាតិដើម្បីព្យាយាមស្វែងរកដំណោះស្រាយចុងក្រោយសម្រាប់វិបត្តិនៅអេស៊ីប18ក្នុងចំណោម22ប្រទេសដែលបានចូលរួមបានគាំទ្រជំហររបស់អង់គ្លេសនិងបារាំងដែលចង់ឲ្យព្រែកជីកស៊ុយអេស្ថិតនៅក្រោមកម្មសិទ្ធិអន្តរជាតិប៉ុន្តែសំណើមួយនេះត្រូវបានបដិសេធទាំងស្រុងដោយប្រធានាធិបតី Nasser រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក John Foster Dulles
បានប្រាប់មេដឹកនាំចក្រភពអង់គ្លេសថាយ៉ាងណាក៏ដោយសហរដ្ឋអាមេរិកនឹងមិនគាំទ្រដាច់ខាតឲ្យមានការវាយប្រហារទៅកាន់ប្រទេសអេស៊ីបលោកមានជំនឿយ៉ាងមុតមមថាប្រតិបត្តិការយោធាណាមួយទៅលើ Nasser នឹងរុញច្រានពិភពអារ៉ាប់ទាំងមូលឲ្យចូលកាន់តែគៀកទៅក្នុងប្លុកសូវៀតហើយម្យ៉ាងប្រធានាធិបតី Eisenhower កំពុងធ្វើយុទ្ធនាការឃោសនាត្រៀមការបោះឆ្នោតអាណត្តិថ្មីនិងមិនស្វាគមន៍ចំពោះការបង្កឲ្យមានសង្គ្រាមណាមួយកើតឡើងនោះឡើយប៉ុន្តែ Eden ហាក់ដូចជាមិនអើពើហើយអង់គ្លេសនិងបារាំងបានជ្រើសយកជម្រើសក្នុងការធ្វើសង្គ្រាម